សួស្តីអ្នកនរគ្នានេះមុននឹងចូលទៅដល់ Figma ខ្ញុំណែនាំខ្លះៗអំពី Figma ធ្វើនីមួយៗអំពី Figma ដំណេកថា Figma គឺជាកម្មវិធី Design និង Collaboration online ដែលពេញនិយមសម្រាប់ UX UI designer ហើយវាដំណើរការបានតាម browser ឬ desktop app ដោយគ្មានការដំឡើង software ធ្ងន់ចំណុចពិសេសនៃ Sigma វាមានដូចជានៅថានេះលក្ខណៈពិសេសអ្នកអាចធ្វើការជាក្រុមដូចជា Google Doc មើលថាអ្នកណាកំពុងធ្វើនិងអាននិងអាច comment បន្ថែមបានចំណុចទី2ប្រើបានទាំង Mac Windows Linux និងទូរស័ព្ទ iOS Android Web Figma Maria ហើយចំណុចទី3ការរចនាដែលអ្នកធ្វើទាំងអស់ត្រូវបានរក្សាទុកនៅក្នុង cloud មិនអាចត្រូវថាវាមិនអាចបាត់ខ្លាចបាត់ file ហ្នឹងចំណុចបន្ទាប់ទៀតគឺអាចបង្កើត prototype ដើម្បីបង្ហាញ flow នៃ app ឬ website មាន post ជាច្រើនដូចជា icon Elasticon chat Granite Store iMac Filter ដើម្បីសម្រួលក្នុងការរចនាចំណុចមួយទៀតវាផ្ដល់ជូនឲ្យប្រើដោយឥតគិតថ្លៃសម្រាប់ការងារមូលដ្ឋាននិងមាន version Pro សម្រាប់ក្រុមធំហើយចំណុចទៅទៀត Figma ត្រូវបានប្រើប្រាស់ដូចជារចនា UX UI សម្រាប់ mobile app និង website វាបង្កើត wireframe markup និង prototype ហើយចំណុចមួយទៀតការបង្ហាញ design system និង component library ដូចជាឧទាហរណ៍រូបភាពដែលខ្ញុំបានដាក់ហ្នឹងអ្នកទាំងអស់គ្នាមើលទៅហើយអត្ថប្រយោជន៍របស់ Figma វាមានដូចជាវាសាមញ្ញក្នុងការរៀនហើយមិនចាំបាច់install software ថ្លៃហើយចំណុចសម្រាប់ការចែករំលែកងាយស្រួលក្នុងការ share link វាអាចធ្វើការជាក្រុមនិងជាមួយមនុស្សជាច្រើនពេលតែមួយស្រាប់ពេលនេះ Figma ក្លាយជាឧបករណ៍សំខាន់បំផុតសម្រាប់ designer ដូចជា Adobe Edit ឬ Stack ប៉ុន្តែមានភាពងាយស្រួលក្នុងការប្រើនិងការចូលដំណើរការគ្រប់ទីកន្លែង